សួស្តីយើងចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញពីវិធីសាស្ត្រដែលខ្ញុំអាចរកចំណូលមួយខែ$10000ពីវាបានហើយវិធីសាស្ត្រហ្នឹងគឺងាយស្រួលទេដូចខ្ញុំចែកលេខរាល់ដងអញ្ចឹងតាក់ទងទៅនឹង semi auto ប៉ុន្តែមិនមែនយើងទៅរកបានប៉ុណ្ណឹងទេប៉ុន្តែខ្ញុំនឹងប្រាប់ tip ពីអ្វីដែលខ្ញុំធ្វើបានកន្លងមកហើយខ្ញុំមាន result ដែលបង្ហាញបងប្អូនទាំងអស់អញ្ចឹងថ្ងៃនេះគឺយើងអត់ទាន់បានចាប់ផ្ដើម semi auto បានទេព្រោះដោយសារផ្សារវានៅអត់ទាន់គ្រប់ checklist អញ្ចឹងណាបើយើងមើល today គឺ net profit យើងគឺ0នៅឡើយទេគឺខ្ញុំអត់ទាន់ចាប់ផ្ដើមទេបើយើងមើល history នៃ account ម្សិលមិញគឺយើងបានពី account នេះគឺ$37ហើយម្សិលមិញគឺ80ម្សិលមួយថ្ងៃគឺ100ហើយ50 10000ជាងហើយខ្ញុំធ្វើនេះគឺប្រហែលខែជាក់ស្ដែងគឺខ្ញុំមានឥឡូវគឺខ្ញុំ4 account អញ្ចឹងគឺមួយថ្ងៃគឺខ្ញុំអាចចន្លោះពី300ទៅ$500ជាក់ស្ដែងទៅតាមទីផ្សារព្រោះម្សិលមិញគឺយើងបានតិចដោយសារផ្សារគឺវា volatile ដោយសារព័ត៌មានតាក់ទងទៅនឹងfund rate អញ្ចឹងគឺវាអាចនឹងមានហានិភ័យច្រើនដែលយើងអត់បានបើកបរទេហើយជាក់ស្ដែងបើយើងមើលទៅលើតាក់ទងនឹង alert ខ្ញុំ check មើល alert ឲ្យបងប្អូនអញ្ចឹងយើងមើល alert តាក់ទងទៅនឹងម្សិលមិញគឺយើងឃើញថាវាមានកន្លែងបិទបើកច្រើនមែនប៉ុន្តែភាគច្រើនគឺនៅយប់ព្រឹកដែលយើងអត់នេះទេយើងអត់បានអាចបើកបានទេយើងមើលគឺមានម៉ោង7ព្រឹកមួយហើយក្រៅពីហ្នឹងគឺម៉ោងគៀកដែលយើងបិទបញ្ជីហើយព្រោះដោយសារយើង ignore ម៉ោង New York អញ្ចឹងគឺម៉ោង New York គឺហាមដាច់ខាតក្នុងការបើកហើយបើសិនជាព្រឹកនេះវិញគឺយើងអត់ឃើញមាន alert ឲ្យបើកសំបីតែម្ដងគឺមានតែ alert ផ្សារដើរខ្លាំងអញ្ចឹងបើយើងមើលពីវិធីសាស្ត្រនៅក្នុងការអាចចូលផ្សារបានលុះត្រាតែយើងមើលនេះ ADX នេះមេរៀនគឺខ្ញុំបានបញ្យល់អស់ហើយគឺ ADX យើងគឺអត់ដែលបានឡើងផុតលើស50 level ទេដូចបងប្អូនឃើញអញ្ចឹងគឺអត់ដែលឡើងលើស50 level ទេអញ្ចឹងគឺឥឡូវហ្នឹងគឺសម្ពាធវាខ្សោយមែនក្រោម30ប៉ុន្តែវាអត់ដែលឡើងខ្លាំងលើផុត50ដែលជាហេតុដែលខ្ញុំអត់ទាន់អាចបើកបានអញ្ចឹងនេះក៏ជា tip ខ្លីៗតាក់ទងទៅនឹងអ្វីដែលខ្ញុំរកប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំនឹងបង្ហាញពីការបិទបើកប៉ុន្តែជាក់ស្ដែងគឺខ្ញុំចាំឲ្យគ្រប់ checklist សិនអញ្ចឹងកន្លងពេលដែលយើងរងចាំនេះគឺយើងមិនបាច់ទៅខ្វល់មួយផ្សារទេយើងទៅធ្វើរឿងអីផ្សេងទៅព្រោះដោយសារវាអត់ធ្វើឲ្យយើងប៉ះពាល់ទៅលើចិត្តសាស្ត្រព្រោះចិត្តសាស្ត្រនឹងគឺសំខាន់ហើយការអត់ធ្មត់រងចាំហ្នឹងគឺសំខាន់មែនទែនក្នុងវិស័យនេះអញ្ចឹងគឺគុំព្យាយាមលោភលើសពីអ្វីដែលផ្សារអាចឲ្យយើងបានដូចក្នុងលក្ខខណ្ឌនេះបើសិនជាអត់មានកន្លែងដែលយើងអាចបើកបបបានទេគឺយើងកុំខ្វល់អញ្ចឹងឥឡូវហ្នឹងគឺយើងទៅរកកន្លែងដែលយើងគិតថាយើងត្រូវធ្វើដូចយើងមានការងារអីផ្សេងយើងទៅធ្វើសិនទៅដូចក្នុងលក្ខខណ្ឌនេះគឺខ្ញុំនឹងទៅកាហ្វេរកអីញ៉ាំហើយប្រហែលជាកាត់សក់បន្តិចអញ្ចឹងបើសិនជាមានកន្លែងដែលខ្ញុំគ្រប់ checklist ដែលអាចបើកបានគឺខ្ញុំនឹង document ហើយខ្ញុំបើក record ឲ្យបងប្អូនមើលហើយយើងបិទបញ្ជីមុនម៉ោង5យើងចំណេញប៉ុណ្ណាខ្ញុំនឹងបង្ហាញបងប្អូនដូចគ្នាហើយជាក់ស្ដែងគឺខ្ញុំមាន campaign មួយដែលខ្ញុំនឹងចាប់ផ្ដើមយកលុយចំណេញរបស់ខ្ញុំគឺចាប់ផ្ដើមធ្វើសប្បុរសធម៌មានន័យថាថ្ងៃហ្នឹងគឺខ្ញុំបិទបញ្ជីចំណេញប៉ុណ្ណាគឺខ្ញុំដកមកផ្នែកទៅជាការជួយទៅអ៊ំចាស់ឬមួយក៏អ្នកដែលគាត់ត្រូវការអញ្ចឹងបើសិនជាបងប្អូនដឹងថាអ្នកណាគាត់ត្រូវការជំនួយមិនមែនខ្ញុំអាចជួយបានច្រើនទេព្រោះដូចក្នុងលក្ខខណ្ឌគ្នាយើងឃើញអញ្ចឹងចំណូលខ្ញុំប៉ុណ្ណឹងគឺខ្ញុំមិនអាចជួយលើសពីអ្វីដែលសមត្ថភាពខ្ញុំជួយទៅបានទេប៉ុន្តែខ្ញុំនឹងជួយជាប្រចាំថ្ងៃដែលខ្ញុំបិទបញ្ជីហ្នឹងអញ្ចឹងនេះគឺជាពាក្យដែលខ្ញុំនឹងនិយាយឲ្យខ្ញុំធ្វើអញ្ចឹងចាប់ពីស្អែកទៅគឺខ្ញុំចាប់ផ្ដើម document ពី Johnny ហ្នឹងហើយចំពោះចំណុចទី2គឺតកតងនឹងឱកាសចូលធ្វើការងារជាមួយ B-Trader ដែលខ្ញុំនឹងបញ្យល់បងប្អូនពី Money Management ហើយខ្ញុំផ្ដល់ឱកាសតកតងទៅនឹងការរកលុយផ្សេងទៀតដែលខ្ញុំនឹងបន្តគ្នាយើងផ្ទាល់អញ្ចឹងអានឹងគឺជាឱកាសល្អមែនទែនដែលគ្នាយើងអាចចូលរួមជាមួយខ្ញុំបានហើយខ្ញុំនឹងប្រកាសពីវិធីសាស្ត្រនៅក្នុងការ submit អញ្ចឹងឥឡូវគឺយើងរងចាំមើលពេលដែលយើងអាចបើកបបបានហើយយើងបិទបញ្ជីល្ងាចនេះទាំងអស់គ្នាអូខេអញ្ចឹងឥឡូវយើងមកមើលទៅលើ confirmation របស់យើងអញ្ចឹងដូចខ្ញុំប្រាប់ព្រឹកមិញអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវចាំ confirmation អញ្ចឹងបើយើងមើលគឺខ្សែ ADX យើងគឺឡើងផុត50 level ដែលខ្ញុំដាក់ line ខាងស្ដាំនេះគឺស្មើ50ហើយវាឡើងដល់លើនឹងកំពូលហើយក៏វាបកគៀកមក30ដែរអញ្ចឹងអាខ្សែក្រោមគឺខ្សែ30អញ្ចឹងបន្ទាប់គឺយើងអាចចាប់ផ្ដើមនៅក្នុងការបើក bot យើងបានដែលវាវិគៀកនឹងអ្វីដែលយើងបើកបានហើយអញ្ចឹងយើងមកយើងគ្រាន់តែចូលកន្លែងចុចពាក្យថា start មកគឺរួចរាល់អញ្ចឹងធ្វើម៉េចឲ្យ bot ហ្នឹងឃើញ live ចេះ
គឺជារួចរាល់អញ្ចឹងបន្ទាប់ថ្ងៃនេះគឺយើងនឹង update បន្ថែមពេលដែល result ដែលខ្ញុំបិទហ្នឹងចំណេញបែបណាបែបម៉េចខាតឬមួយក៏ចំណេញអីគឺខ្ញុំនឹង update ថ្ងៃនេះបិទបញ្ជីនៅម៉ោង 5 អញ្ចឹងចាំរងចាំលទ្ធផលទាំងអស់គ្នាអូខេឥឡូវយើងមកបិទបញ្ជីមកតង់សិនព្រោះមុនហ្នឹងគឺខ្ញុំបានបើកទៅលើ bot ដោយសារយើងគ្រប់ confirmation ហើយខ្ញុំបានចេញទៅញ៉ាំបាយថ្ងៃខ្ញុំកាត់សក់ហើយរួចរាល់ហើយអញ្ចឹងបើយើងមើល confirmation ដូចខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងគឺវាបានផុតនៅកន្លែងដែលខ្ញុំត្រូវបើកឯងគឺ1ម៉ោងកន្លះគឺខ្ញុំបើកប៉ុណ្ណឹងហើយយើងបានបិទមួយជើងហើយជាក់ស្ដែងទៅឥឡូវបើយើងមើល report របស់យើងឥឡូវខ្ញុំបង្ហាញ report របស់យើងបន្តិចគឺយើងចំណេញមួយ account ខ្ទង់ប្រហែលជា$30ជាងអញ្ចឹងគឺយើងមាន4 account គ្នាយើងអាចគិតមើលទៅយើងអាចចំណេញគាត់បានដែរអញ្ចឹងឥឡូវគឺយើងតំតែម៉ោង1កន្លះទេយើងតំម៉ោង1កន្លះទេដូចបងប្អូនឃើញអញ្ចឹងគឺយើងនៅមានពេលច្រើនទៀតហើយអញ្ចឹងខ្ញុំធួ office ខ្ញុំមើលបន្តិចឥឡូវក្រុមការងារខ្ញុំកំពុងតែប្រជុំគ្នាហើយបន្ទប់នេះបន្ទប់គ្រូតូចនេះដែលគ្នាយើងហៅគ្រូតូចហ្នឹងឥឡូវគាត់មក office គាត់នៅក្នុងបន្ទប់ទឹកនិយាយលេងនេះបន្ទប់ closet កន្លែងដាក់កៅគាត់ថាគាត់ចង់នៅក្នុងហ្នឹងវាកក់ក្ដៅព្រោះដោយសារនឹងក្រៅត្រជាក់អញ្ចឹងគាត់ចង់ចូលកន្លែងនឹងកក់ក្ដៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលចាប់អារម្មណ៍នៅក្នុងការចង់យល់ពី semi auto ហ្នឹងអាចចូល group បានព្រោះដោយសារខ្ញុំបានធ្វើជាវីដេអូមេរៀនបញ្យល់ផ្សេងៗហើយកាលពីហ្នឹងក៏យើងអាចចូល live ជុំគ្នាបានដែរដែលខ្ញុំនឹង live ជាប្រចាំថ្ងៃអង្គារពុធពហុអញ្ចឹងយើងអាចចូលសួរសំណួរផ្សេងៗនៅក្នុង Google Meet ប៉ុន្តែបើសិនជាបងប្អូនចាប់អារម្មណ៍ចូលនៅក្នុង group ទៅមានមេរៀនវីដេអូណែនាំផ្សេងៗអស់ហើយអញ្ចឹងជួបគ្នាក្នុងវីដេអូបន្ទាប់មានចម្ងល់ comment សួរឬមួយក៏ chat សួរនៅក្នុង group ផ្ទាល់ឬមួយក៏ DM មកខ្ញុំផ្ទាល់ក៏បានប៉ុន្តែបើ DM មកខ្ញុំអាចនឹងខ្ញុំឆ្លើយតបយឺតបន្តិចប៉ុន្តែយើងអាច contact ទៅ support officer របស់ Bihub ក៏បានដូចគ្នាអញ្ចឹងជួបគ្នានៅក្នុងវីដេអូបន្ទាប់អរគុណច្រើន